សួស្តីបងប្អូនថ្ងៃនេះចែករំលែកពីបទពិសោធន៍ក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅតិចជាង90ថ្ងៃទៅកាន់សហគមន៍អឺរ៉ុបឬយើងហៅថា Schengen Visa ក្នុងនេះខ្ញុំនឹងចែកចេញជា3ដំណាក់កាលធំទី1គឺដំណាក់កាលរៀបចំឯកសារគាំទ្រក្នុងនោះបងប្អូនត្រូវមាន passport ដែលមានសុពលភាពលើសពី6ខែទី2បងប្អូនត្រូវមានរូបថត 35x45 ផ្ទៃពណ៌សទី3បងប្អូនត្រូវមានលិខិតអញ្ជើញពីខាងស្ថាប័នដៃគូនៅខាងអឺរ៉ុបទី4បងប្អូនត្រូវមានលិខិតបញ្ជាក់បើជានិស្សិតបញ្ជាក់ការសិក្សាជាបុគ្គលិកមន្ត្រីរាជការត្រូវមានលិខិតបញ្ជាក់ចេញពីអង្គភាពទី5បងប្អូនត្រូវមានរបាយការណ៍ហិរញ្ញវត្ថុឬក៏ហៅថា bank statement ពីធនាគារណាមួយទី6បងប្អូនត្រូវមានលិខិតបញ្ជាក់អំពីការស្នាក់នៅអង់គ្លេសគេហៅថា accommodation reservation ទី7បងប្អូនត្រូវកក់សំបុត្រយន្តហោះប៉ុន្តែយើងមិនទាន់ទិញទេគ្រាន់តែយើងកក់ទុកសិនទៅទី8ត្រូវទិញប័ណ្ណធានារ៉ាប់រងដំណាក់កាលទី2ចូលដល់ការដាក់ពាក្យស្នើសុំនៅប្រជាជាតិកម្ពុជាយើងមានស្ថានទូត2ធំដែលដើរតួជំនួសក្នុងការផ្ដល់ Schengen Visa ជូនដល់ជនបរទេសដែលមានបំណងធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបទី1គឺស្ថានទូតបារាំងទី2គឺស្ថានទូតអាល្លឺម៉ង់អញ្ចឹងបងប្អូនត្រូវចូលទៅកាន់គេហទំព័ររបស់ស្ថានទូតហើយចូលទៅត្រង់ចំណុច Visa បន្ទាប់មកបងប្អូនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានការស្នាក់នៅព័ត៌មានតាក់ទងទៅនឹងអ្នកទំនាក់ទំនងនៅសហភាពអឺរ៉ុបឲ្យបានច្បាស់លាស់រួចហើយបងប្អូន print ចេញចូលដល់ដំណាក់កាលទី3បងប្អូនត្រូវធ្វើការណាត់ជួបជាមួយនឹងក្រុមហ៊ុន TLS Contact ទទួលបន្ទុកបម្រើសេវាធ្វើ Visa ជំនួសឲ្យស្ថានទូតបារាំងនិងស្ថានទូតអាល្លឺម៉ង់ដែលមានអាសយដ្ឋាននៅអគារវឌ្ឍន Tower ទល់មុខនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមាន2ជម្រើសក្នុងការធ្វើការណាត់ជួបទី1យើងរើសកញ្ចប់ VIP យើងអាច call ទៅ agency បន្ទាប់មកស្នើសុំថ្ងៃណាត់ជួបទី2បងប្អូនអាចចូលទៅបង្កើតនៅក្នុង account TLS Contact ដើម្បីធ្វើការណាត់ជួបចំពោះដំណាក់កាលទី3នៅពេលដែលបងប្អូនធ្វើការណាត់ជួបជាមួយនឹង agency រួចរាល់ហើយរយៈពេលពី1សប្តាហ៍ទៅ2សប្តាហ៍បងប្អូននឹងទទួលបានការទំនាក់ទំនងពី agency ដើម្បីឲ្យមកយក Visa នៅពេលនោះបងប្អូនត្រូវពិនិត្យឲ្យបានច្បាស់លាស់ថាតើ Visa របស់យើងត្រូវបាន approve ឬក៏ reject ប្រសិនបើ reject យើងពិតជាមានខ្វះចន្លោះឯកសារណាមួយយើងអាចសាកសួរទៅ agency ដើម្បីផ្ដល់ឯកសារបន្ថែមរួច submit ម្ដងទៀតដើម្បី apply Visa សារជាថ្មី